រឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមាន2នាក់ប្តីប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឬគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោលោកតាអើយខ្ញុំនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនប្រយ័ត្នទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពឹសដៃផ្ទៃឆ្អែតដីយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញទៅបុរសនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចប់តាមផ្លូវមកពុំភ្លេចទេលុះដើរបានឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនៅក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនេះសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៀតលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពីសុទ្ធតែចំណីស្រាបាយទុកឲ្យយក្សាមកស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារើពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដោយគិតថាចំណីអស់នេះមានហេតុមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលបមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់នរណាក៏ហ៊ានមកស៊ីចំណីអស់នេះយៈថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកយៈវិញហើយយៈកាច់ក៏អស់មនុស្សទាំងនោះស៊ីអស់ទៅ
រួចក៏លែកមើលកលែងកលើមបុរសឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បត់ហើយគិតថាបើអញស្រែកក្រែងយៈលឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវាស់ឡើងយៈភ័យណាស់រត់ចោលដំបងនោះបាត់ទៅបុរសនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទើបនិយាយបានប្រពន្ធចេះតែអង្អែលទ្រាំពំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់កណ្ដាលផ្លូវបានដំបងវីឯងទៀតប្រពន្ធសួរថាដំបងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមជណ្ដើរយកថ្មគ្របថាហើយក៏ដេកលុះទៅសហាយលោបស្ដាប់ឮហើយក៏ទៅក្រោមជណ្ដើររើសយកដំបងនោះទៅបាត់លុះព្រឹកប្រហៀមស្រាងឡើងបុរសនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញទាល់តែអញប្រាប់ឥឡូវនេះមនុស្សឮវាលួចយកដំបងបាត់ទៅហើយប្រពន្ធឮហើយដឹងថាសហាយលួចក៏មិនស្ដីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាអាកំព្រើលតាំងពីដូនតាមកនរណាដែលឃើញដំបងវីឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់និមឺនថាមែនបានគេថាមានប្រឡាយបានទឹកហូរហៀមានសម្រាមបានឆ្កែវាជុះអស់និមឺនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បរោះថាណាហើយវិលទៅផ្ទះវិញកាលណាអញប្រើគេឲ្យទៅហៅសមកបុរសនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាស្ដេចទៅវិញក្រោយពេលដែលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាជថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀនលេងល្ខោនកាលនោះអស់រាជសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រែកដំណាក់ជ្រើសរើសព្រែងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាជនិងនិមឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបរោះនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកខុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអង្គម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះ
មកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលាបទៅលើខ្លួនមើលលខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលាបហើយទៅមើលលខោននឹងគេចុះឯប្រពន្ធលឺប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងលាបទៅដូច្នោះអពុនពេកដោយពុំបានដឹងកលគេជាចាប់ក៏យកប្រេងនោះទៅឲ្យសហាយលាបផងហើយបណ្ដាគ្នាទៅមើលលខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្រអូបប្រេងនោះទ្រង់ខ្សឹបប្រាប់និមឺនម្នាក់ចូលអ្នកទៅហាត់ក្លិនអស់បណ្ដារាជដែលមើលលខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាមឺននោះក្រាបថ្វាយបង្គំហើយទៅហាត់មនុស្សម្នីឯទៀតមិនធំក្លិនសោះធំក្លិនតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនោះក៏នាំទាំងស្រីប្រុសយកទៅថ្វាយស្ដេចឲ្យលេងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបរោះនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅបរោះសហាយនោះថាឯងបានទៅលួចដំបងចៅនោះមែនឬសហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសហាយទាំងប្រុសស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបរោះជាម្ចាស់ដំបងក្រាបថ្វាយបង្គំសុំទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយបរោះសហាយនោះអរណាស់សំពះសុំទោសរួចវិលទៅវិញឯបរោះម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាយឯនេះថ្ងៃណាស់ទ្រង់ព្រះរាជាអនុញ្ញាតឲ្យបើកឃ្លាំងមាសប្រាក់ឲ្យបរោះនោះយកតាមចិត្តបរោះនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អំបាលនោះទៅឃើញកំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់និមឺនគេថ្មេះតេះឌីលបរោះនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកឯកំបិតច្រេះស៊ីបរោះនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អឡាស់ឲ្យឆ្លាក់ក្បាច់លាបលូនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើពុំទាន់នឹងយកទោសដល់ជីវិតឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើឈូសទៅវិញថ្ងៃនោះជួនជាបរោះនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តាមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបលូនយ៉ាងល្អឲ្យតាន់ព្រឹកនេះស្ដេចក្រសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបរោះនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យតាន់ព្រឹកនេះមហាសេដ្ឋីឮដូច្នោះអរណាស់ហើយឲ្យរៀបចំបាយទឹកស៊ីឆ្អែតរួមទាំងប្រគល់ឈើឲ្យធ្វើរទេះបរោះនោះក៏ធ្វើតែនឹងកបិតមួយដែលយកពីក្រោមបាតឃ្លាំងនោះមកបានរួចស្រេចក្នុងយប់នោះហើយលាបលូនយ៉ាងល្អព្រឹកឡើងក៏អូសរទេះនោះទៅថ្វាយស្ដេចទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធម៌ណាស់ឥឡូវនេះនឹងរកអ្វីសងស្មើគ្មានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកឲ្យការទៅលោកការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបរោះនោះគិតលបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះដល់យប់បន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់
កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឬកូនស្រែកដូច្នោះក៏ខាត់ថាកូនដេកទៅកុំនិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងខាត់ដូច្នោះហើយក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរំលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានប៉ះដៃជើងឡើយមហាសេដ្ឋីខាត់សុំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមដែរពុំព្រមយកហើយលាមហាសេដ្ឋីយកតែកំបិតដើរទៅទៀតលុះស្ដេចយាងមកព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញស្ដេចស្ដាយណាស់ទ្រង់ឲ្យអស់នាម៉ឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញទ្រង់ស្ងៀមទៅឯបុរសនោះលាមហាសេដ្ឋីទៅឆ្ងាយក៏បានទៅដល់នគរមួយទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងពេលយប់ស្ដេចទ្រង់ចេញទៅកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់នោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជូនត្រូវលើវេនចៅវាទៅដេកថ្វាយស្ដេចកាប់ចៅវានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចគេឮដូច្នោះក៏ទៅជម្រាបចៅវាយឲ្យហៅបុរសនោះហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ប្រដាដែលចៅវានោះពាក់មកពាក់រួចហើយក៏លីកំបិតបន្ទោះចូលទៅដេកនៅចុងរាជរោងចាំស្ដេចចេញកាប់លុះទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកជិតក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះបង្អស់ពី3ដងហើយសួរថានរណាចូលមកទាំងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បង្អស់ទៀតស្ដេចទ្រង់មានបន្ទូលថាទេអញទេនរណាអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះសួរដេញដោលដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសុំទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះខ្ញុំនៅផ្ទះចៅវាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបុរសនោះលើកំបិតចេញពីក្នុងវាំងមកផ្ទះចៅវាអ្នកឃើញហើយឆ្ងល់បុរសនោះទៅដេកវេនស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់មកវិញចៅវាសួរបុរសនោះក៏ជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាកាយទេត្បិតទ្រង់ពិសោធន៍រកមនុស្សមានប្រាជ្ញាចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចតើដេកធ្វើអ្វីតើនឹងជាយ៉ាងណាទៅបុរសនិយាយរឿងប្រាប់សពគ្រប់ទើបភ្ញាក់ខ្លួនគ្រប់គ្នាចៅវានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនេះមានគុណធម៌ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សានគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅ
ទ្រង់ពុំមានព្រះជាបុត្រនិងសោយរាជស្នងមានតែព្រះចธิតាមួយអង្គក៏ទ្រង់ព្រះជាទានព្រះចธิតានិងរាជសម្បត្តិឲ្យបរិះនោះសោយរាជសម្បត្តិតរៀងទៅ